แต่บอกนึงมันเนี่ยพอนึงจะบัดกอสันจะบัดกอให้ไหนเชียร์บอกบองแต่มันเนี่ยกดแผลยมมนนัง dây chăng mỏng จ้าคนใหญ่ช่าง chăng mai thập anh bán cả này không bán này จ้าจ้า cô nhận đi thà pong sầm lạp mong bên đi thà vị thơ sầm lạp đợt về vị thơ sầm lạp tới vì sầm man tới bên nông ngóp vì rốt chân chạ sao cào เนี่ยมีนสนามขยาวสนามไอ้หนังให้จอมไหนนี่ สบายก็ให้บรรทับ จ้าดับไปกับให้หนังเงินตัวก่อนใหญ่ท่านหนังเงินเมิดเคยไงต่อสเตียบตัววิเชียมอะเชียมตัววันก็ดังทากเวียนนังกับดับไปยอได้หงตัวก็ทากระจำยอมองโอ้ปริมิตนะนี่คือเชียร์มาได้เราบอกให้ปอนส์ไรแต่ตระบานจนซองไซได้จะซองซาบานเชียมกับสำหรับในขนมคันโปรเซนใจการพิจารณานึกบานเลยนึกกอดมาจูบชิมวยเรื่องขยมเดินซาแต่เราบุกเราบอกปอนส์ไรนั่นคือตระทุนทงนะให้ใดนั่นคือไอ้นั่งปีก้าให้กระบ้าตระทุนบ่าให้ตีมุกนั่นก็รวมระบุทุนทงได้บ่าได้จิตตกระบะเราบอกกอดนั่นคือกอดเหมือนเมียนถาวการอาเชียบ้าแต่เลยโกนบอกกอดได้ในสถานพิมพ์มาได้บอกกอดบ่าเคยเสียไปบ่าคือไอ้สไตล์จีเนี่ยได้ควักขาดเป็นเตียนไอ้บ่าบ้องเมียนโกนประมาณเนี้ยได้บ่ nhóm cô của mùiโกนปุ่มมวยเนี่ยน้องจะปอนใส่แต่ซองซาก็กลับตีมัน ตีมวย ตีมวยบองเกย์บอกอายุให้ชื่อประมาณได้บอก อายุเพย์ บอกเพย์ชนะ จ้ะ จ้าแต่ดอกเป็ดให้เคยดัดใดมาเรียมปีให้ก่อใดนั่งจุดดัดได้ chất đạch hơi จ้า ก็ได้นังกิดักใบเตะบอง ดัดใดท่าโดยดาวเนี่ยยังอาจดัด กี ใด เป็ด จังไอ้นั่งปีกา จ้ะ ได้ข้างหน้า ใดขังสนาม ได้สนามเดียด จ้าบ่ได้ช่วยดัดมาเรียมปี ได้វិញដាច់រៀមដៃខាងស្ដាំខូចក៏ដៃអត់ហ្នឹង ចុះក្បាលនឹងផ្ទៃមុខយ៉ាងមិនដែរ ក្បាលត្រូវខ្លាំង ធွာកន្លែងនេះត្រូវមកកបត់ហើយក្បាលត្រូវខ្លាំងតែក្បាលខ្ញុំមើលឃើញនឹងថាធွာកន្លែងនេះត្រូវមកកបត់ បើនិយាយទៅស្ថានភាពគឺស្តែធ្ងន់ធ្ងរ ស្មាអីត្រូវទាំងអស់បង ពីមុនបងអូនដែលធ្លាប់ជួបប្រុសស្នាក់ផុសនៅខាងក្រៅ ខ្ញុំធ្លាប់ជួបបាន2ដង បើតាមបងអូនមើលទៅអត្តចរិតរបស់គាត់យ៉ាងមិនដែរ ខ្ញុំទៅអត់មានមាត់រស់ហើយអាពេលថ្ងៃខ្ញុំទៅម្សិលមួយថ្ងៃនឹងខ្ញុំថាទៅយកបងស្រីខ្ញុំប៉ុន្តែបងស្រីខ្ញុំអត់ព្រមមកមួយខ្ញុំទេគាត់ចាំបើកលុយឡើងការងារនឹងសិនម្នាក់ប្រុសហ្នឹងអង្គុយឲ្យស្លឹងមុខខ្ញុំទៀតស្លឹងខ្ញុំរៀងខ្លាចដែរក៏ខ្ញុំប្រញាប់ទៅវិញ សម្លឹងផ្ទៃមុខមើលមកគួរឲ្យខ្លាចណាអូចឹងបាននេះថាមនុស្សសាហាវណា អញ្ចឹងហើយបានខ្ញុំហៅបងស្រីខ្ញុំទៅប៉ុន្តែបងស្រីខ្ញុំអត់ព្រមទៅមួយខ្ញុំទេ ប្រាប់ថាឈប់ឲ្យតំណែងជាមួយអញ្ចឹងណាដោយសារតែយើងមើលទៅថាជាមនុស្សដែលមានអត្តចរិតល្អ ចា បាទកន្លងមកបងអូនដែលដឹងថាគាត់ធ្លាប់ប្រើប្រាស់ពុយហឹង្សាទៅលើបងស្រីបងប្អូននឹងប្រហែលលើកប្រហែលសារមកហើយ នឹងបងស្រីខ្ញុំទៅប្រាប់ថាពីមុនមកគាត់ធ្លាប់វាយកន្លែងគុំតិចឡងចង់ស្លាប់ អូ គាត់ធ្លាប់វាយប៉ុន្តែបងស្រីខ្ញុំអត់ប្រាប់ខ្ញុំទេ បាទចុះបើតាមបងអូនឆែកមើលទៅលើនៃឆាតហ្នឹងគឺមានការឆាតគំរាមកំហែងទៅកាន់ បងស្រីខ្ញុំសុំបែករហូតប៉ុន្តែម្នាក់ប្រុសហ្នឹងវាថានិយាយផ្អែមឲ្យត្រូវគ្នាវិញ luồng ចាលួងពេលតបតថ្ងៃចុងក្រោយហ្នឹងនិយាយថាវអត់បែកគ្នាហើយសុំនិយាយគ្នា ស្ថានភាពគ្រួសារមានការខ្វះខាតយ៉ាងម៉េចនៅក្នុងការព្យាបាលទៅកាន់បងអូនស្រី ហើយពេទ្យវាអស់ច្រើនពេកហ្នឹងអត់មានលទ្ធភាពទេ មានអត្ថភាពមើលកូនទេ អារម្មណ៍ឃើញកូនដោយរបៀបមិនដែរពេលដែលឃើញកូនជួបរឿងបែបហ្នឹងមក ខ្ញុំនិយាយចាញ់ថាតកូនយើងល្អដល់ពេលនេះកូនយើងវាអញ្ចឹងខ្ញុំជួយឲ្យវាសំណងចាញ់អាថ្លៃជំងឺចិត្តកូនខ្ញុំឲ្យយកវាដាក់គុក5ទៅ6 7ឆ្នាំដល់លោកនេះពូកុំឲ្យវាចាញ់កុំឲ្យវារួចខ្លួនឯសោះ បាទ ចាខ្ញុំចង់ទាសំណងមើលកូនខ្ញុំខ្ញុំគ្មានលទ្ធភាពទេ បាទអញ្ចឹងគឺសំណងគឺវាមិនតាន់អាចបានភ្លាមទេនៅការដោះស្រាយនៅតាមប្រព័ន្ធតុលាការផ្សេងទៀតឥឡូវនេះអ្វីដែលគាត់ត្រូវការចាំបាច់ផ្ទាល់គឺសូមជំនួយពីបងប្អូនដើម្បីព្យាបាលកូនគាត់សិនបាទហើយបើតាមបងមើលទៅការចាក់ស្ដីនឹងការចំណាយនឹងអស់ខ្ទង់ប្រហែលជាប្រហែលដែរបើតាមការវិចារណ៍ដៃពីការមានការស្រោបមានការដាក់ដែកផងបាទហើយក្បាលធ្ងន់ធ្ងរហើយមិនដឹងថាសតិអារម្មណ៍របស់គ្នានឹងយ៉ាងម៉េចទៀតប្រិយមិត្តទូទាំងជនយើងឥឡូវនេះគឺមានការប៉ះពាល់ទៅកាន់សតិអារម្មណ៍ខ្លាំងមែនទែនបើតាមដឹងបាទ គាត់បញ្ជាក់ប្រាប់ឲ្យគាត់ថាអស់ច្រើន នៅពេលដែលពួកយើងទៅដល់ប្អូនស្រីស្រែកថាខ្ញុំចង់រស់ខ្ញុំអត់ចង់ស្លាប់ទេលឺហើយគឺសង្វេគចិត្តមែនតើហ្មង ចា បាទឥឡូវបងស្រីមានអីសំណូមពរទៅកាន់បងប្អូនរបស់យើងខ្ញុំជឿថាបងប្អូនគាត់មើលគាត់នឹងមានចិត្តអាណិតអាសូរហើយបងប្អូនខ្មែររបស់យើងគឺគាត់មានទឹកចិត្តល្អណាស់ បងប្អូនជួយខ្ញុំផងខ្ញុំគ្មានផាកការមើលកូនខ្ញុំទេធ្វើការរោងចក្រស្វាយដល់ពេលឥឡូវគេបិទស្វាយតែមួយថ្ងៃទី20ឥឡូវខ្ញុំនៅវិចខ្ចប់ពីអ្នកប្តីប្រពន្ធមួយថ្ងៃបាន30000ហ្នឹង សូមមេត្តាបងប្អូនយើងកុំដាក់បន្ទុកទៅកាន់បងប្អូនស្រីបាទដោយសារតែយើងដឹងស្រាប់ហើយយើងខ្សែគប់យើងមើលមនុស្សវាមិនឃើញបាទពេលខ្លះគេមកតំណែងមួយយើងអញ្ចឹងទៅគឺល្អ
បាទនៅពេលដែលឆ្លោះបែរទៅជាចេញចរិតកពើចរិតពុះអីចឹងទៅកាយសាហាវខុសយោងក្នុងផ្សេងចឹងទៅប្រិមិត្តជួបទុកឲ្យបងប្អូនយើងមកខមមិនចន់បន្ថែមទៀតនឹងមានជាការល្អទេយើងគួរតែលើកទឹកចិត្តគ្នាទៅឥឡូវនេះគ្នាបើតាមដឹងថាមានបញ្ហាសតិអារម្មណ៍ឪពុកម្ដាយរបស់ជនសង្ស័យគាត់ក៏មានគុណធម៌ដែរបាទកូនគាត់ធ្វើខុសគឺគាត់ត្រូវតែយកកូនគាត់មកប្រគល់ជូនសមត្ថកិច្ចបាទមុននឹងតាក់ទំនាក់ទំនងទៅសមត្ថកិច្ចហ្នឹងដោយសារអីឃើញកូនខ្លួនឯងហ្នឹងបំរុងចងកសម្រាប់ខ្លួនទៅហើយអូបំរុងចងកសម្រាប់ខ្លួនអញ្ចឹងបានន័យថាទៅក្រោយពីកាប់បហាទៅលើប្អូនស្រីព្យាយាមនៅក្នុងការកាប់សម្លាប់ហើយបានន័យថាតែចងកតាមក្រោយប៉ុន្តែអត់ស្លាប់ទេបាទឪពុកម្ដាយឃើញតាន់ក៏ចាប់កូនកុំឲ្យកូនចងកហើយក៏ភ្លាមនោះឃើញទូព័ត៌មានក៏តំណាក់តំណងហៅសមត្ថកិច្ចមកចាប់គាត់ខ្លួនយកទៅប៉ុកទៅហ្នឹងហើយបាទអូនមាន QR code ទេបាទមានអញ្ចឹងខ្ញុំនឹងដាក់ QR code របស់បងប្អូនស្រីអញ្ចឹងបងប្អូនបាញ់មកនឹងចូលទៅកាន់គាត់បន្តតែម្ដងចោះលេខទូរស័ព្ទបើសិនជាពលរដ្ឋគេចង់ជួយគេតាមចង់ដឹងស្ថានភាពឬក៏ចង់វេលុយតាមណាអីមានលេខទូរស័ព្ទទេបងមានលេខកូនលេខប្រហែលដែរបង099 74 19 30កត់ QR អូនឈ្មោះអីគេ QR ឈ្មោះស្រីម៉ៅថាស្រីម៉ៅណាអូខេអញ្ចឹងបងដាក់ QR បងអូនចាថ្នាំដុសធ្មេញយិនសិនម៉ៃអ៊ីមានប្រសិទ្ធភាពខ្ពស់បំផុតជួយកម្ចាត់ក្លិនមាត់មិនល្អជួយបំបត្តិរលាកនិងស្ទើរស្រាញតាមបញ្ចាញធ្មេញជួយឲ្យធ្មេញរឹងមាំសស្អាតព្រមទាំងមានអារម្មណ៍ស្រឡះក្នុងមាត់ក្រោយពេលប្រើប្រាស់តម្លៃត្រឹមតែ 20,000 រៀលតែប៉ុណ្ណោះក្នុងមួយទីអាចប្រើបានដល់ទៅ3ខែណាំដៃគាត់ណាដៃគាត់បងស្រីហ៎បាទមានសួរអូមានកូនមកទៀតបាទប្រិមិត្តនេះគឺជាម្ដាយរបស់ប្អូនស្រីដែលត្រូវបានជនសង្ស័យដែលជាសង្សារបានព្យាយាមនៅក្នុងការកាប់សម្លាប់នៅក្នុងខណ្ឌពោធិ៍សែនជ័យកាលពីយប់មិញហ្នឹងបាទឥឡូវនេះគាត់មកជួបជាមួយនឹងខ្ញុំបាទដោយសារតែខ្ញុំបានធ្វើការតាក់ទងជាមួយនឹងប្អូនរបស់គាត់បាទគាត់បានបញ្ជាក់ថាដោយសារតែរបួសរបស់ប្អូនស្រីហ្នឹងគឺត្រូវធ្ងន់ធ្ងរណាស់ហើយដៃហ្នឹងគឺអាចនឹងពិការហើយក្បាលត្រូវធ្ងន់បាទហើយផ្ទៃមុខហ្នឹងក៏រងរបួសធ្ងន់ធ្ងរដែរបាទហើយឥឡូវនេះអ្វីដែលជាទុកលំបាករបស់គាត់នោះគឺគាត់មិនមានថាវការនៅក្នុងការព្យាបាលទៅលើកូនរបស់គាត់ទេប្រិមត្តទូទេសជនឥឡូវបងស្រីសូមបងស្រីមកខាងនេះបាទហើយសូមបងស្រីមកខាងនេះមកបាទហើយប្រិមត្តទូទេសជនយើងបាទអញ្ចឹងដូចឲ្យបងប្អូនយើងបានទទួលជ្រាបជុំវិញពាក់ព័ន្ធនៅក្នុងករណីកាលពីយប់មិញដោយបរិបទដែលជាសង្សារហ្នឹងគឺបងស្រីសូមចែកផ្លូវរួចហើយក៏បានធ្វើការខឹងសម្បាបាទក៏បានធ្វើការឆាតបាទនៅក្នុងការគម្រាមកំហែងបាទតាមមកកាប់ដល់ក្នុងបន្ទប់បាទហើយជាការចាត់ស្ដែងគឺគាត់បានមកធ្វើសកម្មភាពនៅក្នុងការកាប់បាទទៅលើបងអូនស្រីដែលជាជនរងគ្រោះហ្នឹងបាទគឺថាស្ទើរស្លាប់ស្ទើររស់ដែលបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរខ្លាំងមែនទែនបាទហើយដៃហ្នឹងថាអាចនឹងពិការប្រិមិត្តហើយឥឡូវនេះគឺយើងមកមើលនៅស្ថានភាពរបស់ម្ដាយរបស់គាត់បាទឃើញស្រាប់ហើយបាទគឺហើយសិតតែជាអ្នកដែលខ្វះខាតមែនទែនហើយបាទហើយឥឡូវនេះគឺការផ្សព្វផ្សាយនេះគឺសំណូមពរទៅកាន់បងប្អូនសូមមេត្តាជួយទៅកាន់បងអូនស្រីផងបាទធ្វើមិនទេបាទហើយតំណាក់តំណងបាទគឺមនុស្សយើងបាទស្នេហាវាតែងតែមានហើយបាទការសែបគប់បាទយើងវាមើលគេមិនច្បាស់អញ្ចឹងមនុស្សយើងមិនអាចមើលដឹងមុនប្រិមត្តទូទេសជនយើងគ្នាក៏វាមិនចង់ទៅជួបទៅលើបរោះដែលមានចិត្តសាហាវខូយងខ្នងយ៉ាងដែរប្រិមត្តទូទេសជនយើងហើយប៉ុន្តែវាធ្វើយ៉ាងម៉េចបើគ្នាជួបហើយណែបាទឥឡូវយើងមកជួបជាមួយនឹងបងស្រីទាំងអស់គ្នាជំរាបសួរបងស្រីចាជំរាបសួរបងមានកូនប្រហែលអ្នកដែរបងខ្ញុំកូន6បងកូន6អ្នកនោះចុះបងអូនស្រីដែលសង្សារគាត់កាប់ទីប៉ុន្មានទី1បងគេបងអាយុប្រហែលជាប្រហែលដែរបងអាយុ20ឆ្នាំចាបាទហើយគាត់រាល់ថ្ងៃគាត់នៅរៀនឬក៏ឈប់ហើយគាត់ឈប់យូរហើយបងអូឈប់យូរហើយចាចុះថាជានិស្សិតនោះមិនមែនអីចឹងចាមែនទេវាឈប់រៀនឡើងប្រហែលឆ្នាំហ្នឹងពីជំនាន់កូវីដហ្នឹងអូបាទហើយគាត់មកនៅបន្ទប់ជួលនេះគឺគាត់ធ្វើការគេដែរបងធ្វើខាងលក់ស៊ុបមីហើមីហើផតទេបងបាទហើយតំណាក់តំណងស្នេហារវាងកូនបងស្រីនឹងជនសង្ស័យហ្នឹងបងមិនដែលដឹងទេខ្ញុំនិយាយរួមខ្ញុំអត់សូវដឹងពីរឿងតំណាក់តំណងរបស់វាទេព្រោះវានៅឆ្ងាយពីខ្ញុំមកបាទចាខ្ញុំធ្វើការនៅកំពង់ស្ពឺនោះវានៅនេះបងអ្នករស់នៅកំពង់ស្ពឺណាចាខ្ញុំអ្នកខេត្តកំពង់ធំប៉ុន្តែខ្ញុំធ្វើការនៅកំពង់ស្ពឺអូនៅភូមិអីដែរបងខ្ញុំនៅភូមិតំអឃុំតំរិញស្រុកសណ្ដានខេត្តកំពង់ធំហើយចុះប្តីបងដីខ្ញុំនៅកំពង់ធំដូចគ្នានៅកំពង់ធំដូចគ្នាខេត្តកំពង់ធំដូចគ្នាប៉ុន្តែគាត់ថាគាត់ឃុំបឹងនវាបាទចាហើយលោកមកនេះក៏អត់មកជាមួយទេអត់នៅមើលអ្នកជំងឺអត់មានអ្នកណាមើលអត់មានអ្នកមើលបាទចឹងបងអូនស្រីជាកូនច្បងគេទៀតចាបាទហើយកូនរហូតដល់16នាក់បងណាចាស្រីទាំងអស់ប្រុស1នេះទី2បងអូនស្រីគាត់មានដែរប្រហើបមានដែរបង្ហាញថា
គាត់មានតំណែងតំណងស្នេហានឹងជាមួយនឹងបរិសម្នាក់ហ្នឹងឯង គាត់ទៅប្រាប់មកខ្ញុំឲ្យដល់ពេលខ្ញុំឲ្យគាត់ចេញដែរតែគាត់និយាយថាគាត់សុំចាំបើកលុយឲ្យគាត់ចាំនិយាយសម្រួលគ្នាមួយបងនឹងសិន ក្នុងមុនវាមានរឿងនេះវាទេទៅខ្ញុំ2ថ្ងៃមុនថាម៉ែកូនលេងទៅមុខលេងរួចហើយទៅក៏ខ្ញុំតបវិញថាកូនអញមានរឿងអីបើកូនអញមានរឿងក៏មិនមកម៉ែ បាទ ចាខ្ញុំឆ្លើយតែប៉ុណ្ណឹងដល់ពេលរួចវានេះទៅស្អែកឡើងវាឆាត់ទៅទៀតថាម៉ែជួយកូនផង ជួយយ៉ាងម៉េចគាត់ប្រាប់ថាម៉េចបានឆាត់ទៅជួយ វាវាយអសវាវាយអសថាជួយកូនផងទៅលេងតបរហូតដល់មានរឿងហ្នឹង រហូតដល់ ចា អញ្ចឹងមុនតែពេលដែលមានរឿងហ្នឹងក៏បានឆាតទៅកាន់បងស្រីដែរ ចា ដើម្បីឲ្យបងស្រីជួយ ទៅខ្ញុំ ប៉ុន្តែយើងមិនចាប់អារម្មណ៍ណា ខ្ញុំវយសលេងមកវិញក៏វាលេងតថាកូនឯងមានរឿងអីឲ្យម៉ែជួយណាបើដឹងកូនឯងនៅណាផងហ្នឹងបើកូនឯងមានរឿងក៏មិនមកម៉ែទៅនឹងវាថាចាំខ្ញុំបើកលុយរួចថាលុយហ្នឹងបើពិបាកខ្លាំងកូនឯងមិនយកទេ បាទ កូនឯងរត់ទៅរកប្អូនកន្លែងប្អូនធ្វើការទៅប្អូននៅចិត្តជាងម៉ែខ្ញុំ ចុះ បាន អ្នក ថា ណាអ្នកផ្ដល់ដំណឹងទៅបងថាកូនរបស់បង ខ្ញុំ ដល់ ដូចកូនខ្ញុំមានទី2ដឹងមុនគេ ដោយសារ ហើយ តែ វាដឹងខ្លួនទៅវាទេ ទៅ ប្រាប់ គាត់ទៅដល់ពេទ្យម៉ោង3កន្លះហើយពេទ្យនឹងយកទូរស័ព្ទគាត់នឹងខលមកខ្ញុំតាក់ទងខ្ញុំចាខ្ញុំអ្នកទៅដល់ពេទ្យមុនគេ ខលទៅប្រាប់ថាម៉េច ខលប្រាប់ថាបងស្រីត្រូវវះកាត់បន្ទាន់ឲ្យខ្ញុំទៅបន្ទាន់ អូ ចា ដើម្បីឲ្យទៅធានាហ្នឹងហើយ ចាទៅដល់ពេទ្យហើយឃើញដាច់ដៃម្រាម2ហើយក៏ដៃនឹងចិត្តដាច់ដែរ ចិត្តដាច់ហើយ ចា ក៏ដៃនឹងគេដាក់ដៃទេបង អត់និយាយថាវាដូចដើមវាយើងអាចដាក់ គេ ដៃ ពេទ្យ អញ្ចឹងអាចនឹងពិការ ចា ចាអាចនឹងពី ដៃខាងណា ដៃខាងស្ដាំ ដៃស្ដាំទៀត ចាបើដៃឆ្វេងដាច់ម្រាម2 ដៃឆ្វេងដាច់ម្រាមដៃខាងស្ដាំខូចក៏ដៃអត់ដែរ ខូចឡង ពេទ្យរំគេថាมันអាចដូចដើមទេ ចុះក្បាលនឹងផ្ទៃមុខយ៉ាងម៉េចដែរ ក្បាលត្រូវខ្លាំង ធ្វល់កន្លែងនេះត្រូវមកកបិតហើយក្បាលត្រូវខ្លាំងតែក្បាលខ្ញុំមើលឃើញនឹងថាធ្វល់កន្លែងនេះត្រូវមកកបិត បើនិយាយទៅស្ថានភាពគឺស្តែធ្ងន់ធ្ងរ ស្ មក មា ណា អីត្រូវទាំងអស់បង ហើយ ស្មា គាត់ប្រាប់ខ្ញុំដំបងពេលគាត់ដឹងខ្លួនខ្ញុំសួរគាត់ខ្ញុំសួរគាត់លាក់លួយដល់ពេលហើយដំបងនឹងម្នាក់ប្រុសនឹងច្បាច់កសិន អូ ច្បាច់កហើយនេះមានស្នាមខ្ញៅស្នាមអីនឹងហើយជាប់ឡើងនេះ សម្បាច់កឲ្យបានកាប់ ចាដល់ពេលកាប់ហើយនឹងងឹតទៅគាត់និយាយថានឹងងឹតមើលឃើញឯទៅស្ទាបទៅវាឈាមទៅបានគាត់ដឹងថាវានឹងកាប់ដល់ពេលយកដៃរងទៅគាត់ថាក៏ច្រាំយកហ្មង អូ ពេលហើយមិនគាត់ថាគាត់ធ្វើសន្លប់ណាគាត់ធ្វើសន្លប់ហើយម្នាក់ប្រុសនឹងលែងហ៊ានធ្វើអីវានិយាយចុងក្រោយនិយាយថាណៃជារបស់បងតែម្នាក់គាត់ប្រាប់ខ្ញុំមុនហ្នឹង និយាយចឹងហ្មង ចាគាត់និយាយចឹង អញ្ចឹងមកន័យថាអញបានក៏អាណាក៏បានដែរ ចា ទៅកូនខ្ញុំនិយាយថាប៉ងសម្លាប់បងប៉ុនដូចថាវាធ្វើសន្លប់ដល់ពេលវាធ្វើសន្លប់ទៅវាសាមញ្ញតែមនុស្សងាប់វារត់ចាញ់ចាក់សោក្រៅហ្មង បាទអូចេះគ្នាឆ្លាតធ្វើសន្លប់ធ្វើបានតែថាធ្វើស្លាប់ហ្មង ដល់ពេលនឹងចាញ់ក្រៅហើយបានវាលូនទៅធាក់ទ្វារគេជួយ សំខាន់គាត់ប្រាប់ខ្ញុំថាធ្វើនឹងតាំងពីម៉ោង1ប៉ុន្តែគាត់ស្រែកហៅគេអត់លឺអត់មានអ្នកជួយទេធ្វើតាំងពីម៉ោង1គាត់និយាយម៉ោង1 ធ្វើសកម្មភាពហ្នឹងម៉ោង1កន្លះណា ម៉ោង1កន្លះតទៅម៉ោង3កន្លះបានមានអ្នកជួយស្រែកទៅមានអ្នកលឺទៅគាត់បោះសោហ្នឹងមកក្រៅឲ្យគេចាក់ចូលយក បាទអញ្ចឹងណែបងស្រីបងអូនគាត់ប្រាប់អូនថាយ៉ាងម៉េចខ្លះជនសង្ស័យទៅធ្វើសកម្មភាពយ៉ាងម៉េចខ្លះ ប្រាប់ដូចខ្ញុំនិយាយមិញថាដំបងច្បាច់ក ខ្ទប់មកខ្ទប់អីយ៉ាងទៅណា ថាច្បាច់ករហអាកអញ្ចឹងគាត់និយាយអញ្ចឹងហអាកប៉ុន្តែគាត់រងតន់ គាត់រងចឹងបានដៃនឹងត្រូវខ្លាំងហ្នឹង ដូចចឹងក៏កាប់ច្រាមទៅណា ដាច់ម្រាមនឹងវាកាន់កបិតទៅអានោះ បាទហើយលើណែបងទៅឃើញកូននៅក្នុងពីពៀតស្ថានភាពរបស់គាត់គឺយ៉ាងម៉េចដែរ គាត់ចូលវះកាត់តាំងពីម៉ោង 10 ដល់ពេលគាត់ដឹងខ្លួនម៉ោង 5 គាត់និយាយអៀតបានទេអត់និយាយមកបានដល់សឡឹងមុខយើងហើយយំរបៀបថាគាត់ចង់និយាយអីប្រាប់យើងតែគាត់និយាយអត់បានទេ យឺតកើតទេណា ចានិយាយអត់បានទេគាត់បានតែមើលមុខយើងហើយយំ បាទគាត់បានបញ្ជាក់ប្រាប់ថាគាត់មានការប៉ះពាល់ទៅដល់កន្លែងណាខ្លះ គាត់អត់បានបញ្ជាក់កន្លែងហ្នឹងដឹងថាវះកាត់ហើយយកចេញមកក៏អត់បានបញ្ជាក់ប្រាប់អីទៀតដឹងថាដាច់ម្រាមដៃហើយក៏ដៃចិត្តដាច់ ដាច់អាម្រាមដៃនឹង2 ចា ដាច់ចេញពីគ្នាហ្មង ចា អូ ហើយ ហើយក៏ដៃចង់ដាច់ ក៏ដៃចង់ដាច់ ដាក់ដៃ ចូលពាក់កណ្ដាលយើងចង់ដាច់គឺថាដាក់ដៃប៉ុន្តែគេអត់ទៅថាដូចដើមទេដោយសារយើងដាក់ដៃ នៅក៏ងងចឹងបង ពីមុនបងអូនដែលធ្លាប់ជួបណែម្នាក់ប្រុសនៅខាងក្រៅ ខ្ញុំធ្លាប់ជួបបាន2ដង បើតាមបងអូនមើលទៅអត្តចរិតរបស់គាត់យ៉ាងម៉េចដែរ ខ្ញុំទៅអត់មានមាត់រោហើយអាពេល
ថ្ងៃខ្ញុំទៅម្សិលមួយថ្ងៃនឹងខ្ញុំថាទៅយកបងស្រីខ្ញុំប៉ុន្តែបងស្រីខ្ញុំអត់ព្រមមកមួយខ្ញុំទេគាត់ចាំបាក់លុយឡើងការងារនឹងសិនម្នាក់ប្រុសហ្នឹងអង្គុយឲ្យសឡឹងមុខខ្ញុំទៀតសឡឹងខ្ញុំរៀងខ្លាចដែរក៏ខ្ញុំប្រញាប់ទៅវិញសម្លឹងផ្ទៃមុខមើលមកគួរឲ្យខ្លាចណាអូចឹងបាននេះថាមនុស្សសាហាវណាអញ្ចឹងហើយបានខ្ញុំហៅបងស្រីខ្ញុំទៅប៉ុន្តែបងស្រីខ្ញុំអត់ព្រមទៅមួយខ្ញុំទេប្រាប់ថាឈប់ឲ្យតំណែងជាមួយអញ្ចឹងណាដោយសារតែយើងមើលទៅថាជាមនុស្សដែលមានអត្តចរិតល្អចាបាទកន្លងបងប្អូនដែលដឹងថាគាត់ធ្លាប់ប្រើប្រាស់អំពើហិង្សាទៅលើបងស្រីបងប្អូននឹងប្រហែលលើកប្រហែលសារមកហើយនឹងបងស្រីខ្ញុំទៅប្រាប់ថាពីមុនមកគាត់ធ្លាប់វាយកន្លែងគុំតិចឡងចង់ស្លាប់អូគាត់ធ្លាប់វាយប៉ុន្តែបងស្រីខ្ញុំអត់ប្រាប់ខ្ញុំទេបាទចុះបើតាមបងប្អូនឆែកមើលទៅលើណែឆាតហ្នឹងគឺមានការឆាតគំរាមកំហែងទៅកាន់បងស្រីខ្ញុំសុំបែករហូតប៉ុន្តែម្នាក់ប្រុសហ្នឹងវាថានិយាយផ្អែមឲ្យត្រូវគ្នាវិញចាលួងទៅពេលតបថ្ងៃចុងក្រោយហ្នឹងនិយាយថាវអត់បែកគ្នាហើយសុំនិយាយគ្នាបាទឥឡូវណែនៅក្នុងយប់នេះបងស្រីមកជួបជាមួយនឹងប្អូននេះគឺណែសំណុំពរចង់បានយ៉ាងម៉េចហើយស្ថានភាពគ្រួសារមានការខ្វះខាតយ៉ាងម៉េចនៅក្នុងការព្យាបាលទៅកាន់ប្អូនស្រីថ្លៃពេទ្យវាអស់ច្រើនពេកខ្ញុំឲ្យអត់មានលទ្ធភាពទេមានលទ្ធភាពមើលកូនទេបាទអារម្មណ៍ឃើញកូនដោយរបៀបមិនដែរពេលដែលឃើញកូនជួបរឿងបែបហ្នឹងហ្មងខ្ញុំនិយាយអត់ចាញ់ខ្ញុំថាតកូនយើងណដល់ពេលនេះកូនយើងវិញអញ្ចឹងបាទអីនិយាយស្នើសុំទៅសមត្ថកិច្ចឲ្យជួយដាក់បន្ទុករឿងហ្នឹងទៅលើជនសង្ស័យបានធ្ងន់ធ្ងរខ្ញុំជួយឲ្យវាសំណងចាញ់អាថ្លៃជំងឺចិត្តកូនខ្ញុំហើយឲ្យយកវាដាក់គុក5ទៅ6 7ឆ្នាំដល់លោកនេះពូកុំឲ្យវាចាញ់កុំឲ្យវារួចខ្លួនឯសោះបាទចាខ្ញុំចង់ទាសំណងមើលកូនខ្ញុំខ្ញុំគ្មានលទ្ធភាពទេបាទអញ្ចឹងគឺសំណងគឺវាមិនតាន់អាចបានភ្លាមទេនៅការដោះស្រាយនៅតាមប្រព័ន្ធតុលាការផ្សេងទៀតឥឡូវនេះអ្វីដែលគាត់ត្រូវការចាំបាច់ផ្ទាល់គឺសូមជំនួយពីបងប្អូនដើម្បីព្យាបាលកូនគាត់សិនបាទហើយបើតាមបងមើលទៅការចាក់ស្ដីនឹងការចំណាយនឹងអស់ខ្ទង់ប្រហែលជាប្រហែលដែរបើតាមការបញ្ជាក់នោះដៃពីការមានការស្រោបមានការដាក់ដែកផងបាទហើយក្បាលធ្ងន់ធ្ងរបាទហើយមិនដឹងថាសតិអារម្មណ៍របស់គ្នានឹងយ៉ាងម៉េចទៀតប្រិមត្តទូទាំងជនយើងឥឡូវនេះមានការប៉ះពាល់ទៅកាន់សតិអារម្មណ៍ខ្លាំងមែនទែនបើតាមដឹងបាទនឹងអាចជាអស់ច្រើននឹងអាចអស់ច្រើនអាចអស់ច្រើនណាចាដោយសារពេទ្យសតរាប់ពាន់ណាចាគាត់បញ្ជាក់ប្រាប់គាត់ថាអស់ច្រើននៅពេលដែលពួកយើងទៅដល់ប្អូនស្រីស្រែកថាខ្ញុំចង់រស់ខ្ញុំអត់ចង់ស្លាប់ទេលឺហើយគឺសង្វេគចិត្តមែនតើហ្មងចាបាទឥឡូវបងស្រីមានអីសំណូមពរទៅកាន់បងប្អូនរបស់យើងខ្ញុំជឿថាបងប្អូនគាត់មើលគាត់នឹងមានចិត្តអាណិតអាសូរហើយបងប្អូនខ្មែររបស់យើងគឺគាត់មានទឹកចិត្តល្អណាស់បាទបងប្អូនជួយខ្ញុំផងខ្ញុំគ្មានផាកការមើលកូនខ្ញុំទេធ្វើការរោងចក្រស្វាយដល់ពេលឥឡូវគេបិទស្វាយតែមួយថ្ងៃទី20ឥឡូវខ្ញុំនៅវិចខ្ចប់ពីអ្នកប្តីប្រពន្ធមួយថ្ងៃបាន30000ហ្នឹងប្រិមិត្តបាទកូន6នាក់បាទហើយជីវភាពគ្រួសារខ្វះខាតខ្លាំងយកតែមានទៀនហ្មងហើយឥឡូវមកជួបបញ្ហារឿងនឹងកើតឡើងទៀតប្រិមិត្តទូទាំងប្រជាជនយើងឥឡូវហើយខ្ញុំជាអ្នកសារព័ត៌មានយើងអត់មានអីទេមានតែសំណុំពរទៅកាន់បងប្អូនយើងមេត្តាជួយបាទទៅកាន់ជនរងគ្រោះផងអាណិតកត់ដោយសារតែសំណងយើងមិនតន់ដឹងថាចាប់បានជនសង្ស័យហ្នឹងវាបានភ្លាមប្រហែលយើងមិនតន់ដឹងបាទនឹងយើងទុកឲ្យច្បាប់លោកជាអ្នកដោះស្រាយបាទប្រិមិត្តទូទាំងប្រជាជនពុតគាត់ហ្មងទៅមាន QR code ទេអូនមាន QR code ទេបាទមានអញ្ចឹងណែខ្ញុំនឹងដាក់ QR code បងប្អូនស្រីអញ្ចឹងបងប្អូនបាញ់មកនឹងចូលទៅកាន់គាត់ផ្ទាល់តែម្ដងបាទអញ្ចឹងគឺមិនបាច់ចូលមកយើងពី3តង់ទេបាទអញ្ចឹងបាញ់ទៅបានទៅលើបងប្អូនមកហ្នឹងណាមិនបានតិចឬច្រើនបងអត់ដឹងទេហ្នឹងបងបានត្រឹមតែមកជួយផ្សព្វផ្សាយដើម្បីឲ្យបងប្អូនយើងគាត់ជួយទេប៉ុន្តែខ្ញុំជឿជាក់ថាផ្សព្វផ្សាយទៅបងប្អូនយើងប្រកាសជាមានក្តីអាណិតនឹងជួយហើយប្រិមត្តទូទាំងជនយើងហើយសំណុំពរទៀតសូមមេត្តាបងប្អូនយើងកុំដាក់បន្ទុកទៅកាន់បងប្អូនស្រីបាទដោយសារតែយើងដឹងស្រាប់ហើយយើងខ្សែគប់យើងមើលមនុស្សវាមិនឃើញបាទពេលខ្លះគេមកតំណែងមួយយើងអញ្ចឹងទៅឥឡូវជួបរឿងខ្លួនឯងខ្ញុំមកតំណែងមួយយើងអញ្ចឹងទៅគឺល្អបាទនៅពេលដែលឆ្លោះបែរទៅជាចេញចរិតកពើចរិតពុះអីអញ្ចឹងទៅកាយសាហាវខូចយងក្នុងផ្សេងអញ្ចឹងទៅប្រិមត្តទូទាំងជនយើងអញ្ចឹងពិបាកនៅក្នុងការបន្ទោសគ្នាអញ្ចឹងសូមមេត្តាកុំបន្ទោសហើយតែកាន់ជនរងគ្រោះអីគ្នាកំពុងតែមានបញ្ហាកំពុងតែមានទុកអញ្ចឹងហើយជួបទុកហើយបងប្អូនយើងមកខមមិនចន់បន្ថែមទៀតនឹងមានជាការល្អទេយើងគួរតែលើកទឹកចិត្តគ្នាទៅឥឡូវនេះគ្នាបើតាមដឹងថាមានបញ្ហាសតិអារម្មណ៍ហើយឥឡូវអត់មានលុយព្យាបាលទៀតហើយយើងដឹងស្រាប់មើលស្ថានភាពគ្រួសារនេះបាទហើយប្រិមិត្តមកពីកំពង់ស្ពឺបាទធ្វើការបានប្រាក់ខែបន្តិចតួចចំកូន5 6នាក់ឥឡូវមកកូនច្បងគេនេះដែលជាបន្ទុកសម្រាប់ក្នុងក្រុមគ្រួសារហ្នឹងបែរជាមកជនសង្ស័យដែលជាសង្សារហ្នឹងកាប់
បាទហើយឥឡូវនេះយើងទទួលបានដំណឹងថាកម្លាំងសមត្ថកិច្ចហ្នឹងគឺ គាត់ខ្លួនបាន គាត់ខ្លួនបានហើយថាបកគោខ្លួនមកឲ្យកម្លាំងសមត្ថកិច្ចថាម្ដាយ នៅពេលដែលសមត្ថកិច្ចគាត់នឹងយើងក្រោយពីយើងផ្សព្វផ្សាយព័ត៌មានឲ្យភ្លាមរឿងនឹងទុះឲ្យភ្លាមគឺកម្លាំងសមត្ថកិច្ចចេញស្រាវជ្រាវភ្លាមប៉ុន្តែម្ដាយឪពុករបស់ជនសង្ស័យខាងលើហ្នឹងឃើញព័ត៌មាននឹងភ្លាមក៏តំណាក់តំណងទៅសមត្ថកិច្ច តំណាក់តំណងទៅសមត្ថកិច្ចភ្លាមហើយភ្លាមនោះក៏បកគលខ្លួនឲ្យសមត្ថកិច្ចចាប់គាត់ខ្លួនយកមកប៉ោះភ្លាម បាទនឹងបានន័យថាឪពុកម្ដាយរបស់ជនសង្ស័យគាត់ក៏មានគុណធម៌ដែរបាទកូនគាត់ធ្វើខុសគឺគាត់ត្រូវតែយកកូនគាត់មកបកគលជូនសមត្ថកិច្ច បាទមុននឹងតាក់តំណាក់តំណងទៅសមត្ថកិច្ចហ្នឹងដោយសារអីឃើញកូនខ្លួនឯងហ្នឹងបំរុងចងកសម្រាប់ខ្លួនទៅហើយបំរុងចងកសម្រាប់ខ្លួន អញ្ចឹងបានន័យថាទៅក្រោយពីកាប់បហាទៅលើប្អូនស្រីព្យាយាមនៅក្នុងការកាប់សម្លាប់ហើយបានន័យថាតែចងកតាមក្រោយប៉ុន្តែអត់ស្លាប់ទេបាទ ឪពុកម្ដាយឃើញតាន់ក៏ចាប់កូនកុំឲ្យកូនចងកហើយក៏ភ្លាមនោះឃើញទូព័ត៌មានក៏តំណាក់តំណងហៅសមត្ថកិច្ចមកចាប់គាត់ខ្លួនយកទៅប៉ោះទៅ អូខេហ្នឹងហើយបាទឥឡូវនេះយើងទុកឲ្យកម្លាំងសមត្ថកិច្ចក៏ដូចជាខាងតុលាការហើយសូមមេត្តាដាក់ទោសទណ្ឌឲ្យបានធ្ងន់ធ្ងរបាទហើយយើងសង្ឃឹមថានឹងទទួលបានសំណងទៅកាន់ជនរងគ្រោះដើម្បីឲ្យគាត់បានមកព្យាបាលព្រោះអីទោះជាព្យាបាលជាក៏គ្នាមិនបានដូចដើមបាទ ចោះលេខទូរស័ព្ទបើសិនជាឧទាហរណ៍បើសិនជាគេជាពលរដ្ឋគេចង់ជួយគេតាមចង់ដឹងស្ថានភាពឬក៏ចង់វេលុយតាមណាអីមានលេខទូរស័ព្ទទេបង មានលេខកូន លេខប្រហែលដែរបង 099 74 19 30កត់ QR អូនឈ្មោះគេ QR ឈ្មោះស្រីម៉ៅថាស្រីម៉ៅ ថាស្រីម៉ៅណា ចា អូខេអញ្ចឹងបងដាក់ QR បងអូនណា ចា មានអីអរគុណទៅប្រជាពលរដ្ឋទេបើសិនជាគេបានជួយទុកជាមុន ចាបើបងប្អូនជួយខ្ញុំសូមអរគុណទុកជាមុនខ្ញុំសូមឲ្យបងប្អូនរស់ស៊ីមានបានតាណាតិចជុំកុំឲ្យជួបរឿងដូចខ្ញុំនេះ បាទអរគុណបងស្រីលើប៉ុណ្្នឹងចុះ